จารย์นะบาลตัวกัมพูชีบ้านบำบัดกำนัดตราประวัติศาสตร์ปีทงที่มวยกรมบาลตัวจิบระจิตชดทงระบบกัมพูชีเสื้อเงียทีมกุธาบานยกชนะเลือกรมบาลตัวจิบระจิตฮ่องกงได้เหมือนทลบชนะซ้อมขนมระยะเป็น60 ประบุชนะรีอายุจนอายุกรามดับประบุชนะบานล้างจากการประกวดแวะแปะกันได้ประโยชน์ในปีนวัดบาลตัวจิบระจิตอายุกรามดับประบุชนะบานอาเซียนบาเยนดับบานสมัยจมวยในกรมบาลตัวจิบระจิตโอ้ยดับประบุออสเตรเลียปีตัวละปีហើយបានទម្លាក់វៀតណាមនៅក្នុងការប្រកួតនេះហើយបានជួបជាមួយនឹងក្រុមបាល់ទាត់ចម្រុះជាតិសៀមនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់អ្វីដែលសំខាន់បាល់ទាត់នារីរបស់យើងនោះក៏បានស្មើជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីទៀតមានន័យថាកម្ពុជា3ឈុតនេះនៅក្នុងការប្រកួត2ប្រកួតបាទបូកចូលគ្នាបូកដល់ទៅ6ប្រកួតគឺមិនចាញ់ទេហើយធ្វើបានល្អដូចគ្នាទាំងនារីរបស់យើងឈ្នះសហប្រទេស5-0ស្មើជាមួយនឹងឥណ្ឌូនេស៊ី2ស្មើជាមួយនឹងឥណ្ឌូនេស៊ីហើយក្រុមបាល់ទាត់យុវជនអាយុក្រោម19ឆ្នាំរបស់យើង2ស្មើជាមួយនឹងក្រុមបាល់ទាត់អូស្ត្រាលីហើយកម្ពុជាឈ្នះក្រុមបាល់ទាត់ចម្រុះជាតិបាទហុងកុងមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រតើនេះគឺជាថ្ងៃអ្វីហេតុអីក៏បាល់ទាត់កម្ពុជាយើងមានសមិទ្ធផលល្អយ៉ាងនេះវាមិនមែនជាការចាយដន់ទេមានន័យថាការជោគជ័យនៅក្នុងថ្ងៃនេះរបស់កម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងច្រើនពីសំណាក់ភាគីពាក់ព័ន្ធមិនថាគណៈដឹកនាំក្លឹបបាល់ទាត់នានាមិនថាសហព័ន្ធមិនថាគណៈកម្មការជាច្រើនផ្សេងទៀតដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍបាល់ទាត់ឲ្យមានប្រសិទ្ធភាពឲ្យមានគេហៅថាការរីកចម្រើនពីមួយរដូវកាលទៅមួយរដូវកាលថ្ងៃនេះយើងបានកសាងកម្រិតត្រាល្អៗណាស់ហើយយើងបានលួងលោមទឹកចិត្តអ្នកគ្រប់គ្រងឲ្យយើងមកគ្រប់គ្រងបាល់ទាត់កម្ពុជាយើងឡើងវិញដើម្បីលើកមុខមាត់បាល់ទាត់កម្ពុជានៅលើឆាកអន្តរជាតិកម្ពុជាយើងមានក្លឹបទៅកាន់ការប្រកួតវគ្គពាក់កណ្ដាលវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ AFC Challenge League 2រដូវកាលហើយឥឡូវនេះយើងមានកៅអីទៅកាន់ការប្រកួត Champions League 2ដល់ទៅ2កៅអីទៀតអញ្ចឹងមានន័យថាយើងពិតជាធ្វើបានល្អមែនទែនហើយយើងនឹងសង្ឃឹមមុខមាត់ថាយើងនឹងបន្តធ្វើបានល្អនាឱកាសក្រោយទៀតផងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះកុំភ្លេចជួយ share និង like follow page ខ្ញុំបានម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ